បើដែលក្បាលវីដេអូរបស់យើងមកគឺយើងក៏បានឃើញបរិះពីរនាក់កំពុងតែប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅហើយបរិះម្នាក់កំាប់នោះក៏បានដាក់បរិះម្នាក់នោះដោយប្រើធម្មពលគាត់ផ្ទុះយ៉ាងពេញនឹងតែម្ដងហើយក៏បានបរិះម្នាក់នោះបញ្ចេញធម្មពលមកបង្កើតជាសត្វនាគហើយក៏នៅតែគ្មានគីឡូជាមួយនឹងបរិះកំាប់នោះដែរបរិះកំាប់ដាក់គាត់មកទៅវងធ្លាក់ទៅផ្ទុះធម្មពលពេញនឹងតែម្ដងហើយក៏មានពន្លឺអ្វីមួយទេធ្លាក់មកផ្ទុះទាំងតែម្ដងនេះគឺជាតួឯកប្រុសរបស់យើងនឹងឯងដែលមានឈ្មោះថាយីហ្វាងមុននឹងគាត់ឆ្លងមកដល់ភពអ្នកដាំដោះឬក៏គេហៅថាអ្នកហាត់វេទមន្តហ្នឹងគាត់កំពុងតែលេងហ្គេមសុកនោះទេបន្ទាប់ពីគាត់លេងហ្គេមចប់មកគាត់ក៏បានឆ្លងភពតែម្ដងហើយក៏មានអរិយមួយក៏សួរគាត់ថាគាត់មានលុយឬក៏មានអ្វីផ្សេងទេក៏អាចទិញពីខ្ញុំបានដែរបើគាត់អត់មានលុយនោះទេគាត់ក៏អាចខ្ចីបានដែរហើយក៏បានចោលកន្លែងនេះថាវាក៏អាចហាត់ក្បាច់គុណព្រះឬក៏ក្បាច់គុណដៅព្រះក៏មានអសូរផ្សេងទៀតផងដែរហើយអរិយម្នាក់នោះក៏មិនចង់និយាយច្រើនដែរហើយក៏ចាក់កំពីក្បាច់គុណនឹងចូលខ្លួនយីហ្វាងយើងតែម្ដងហើយគេក៏បាននិយាយទៀតថាពេលនេះឯងអាចទៅបានហើយគាត់ក៏បានដោះសក់ពណ៌លឿងនិងពណ៌ខ្មៅម្ដុំផងដែរហើយរឿងម្នាក់នោះក៏បានបកគោភូមិគ្រឹះឲ្យយីហ្វាងយើងមួយផងដែរហើយយីហ្វាងយើងក៏បានសប្បាយចិត្តជាខ្លាំងហើយវាក៏អត់សូវយកពីការដាំដោះធម្មពលនឹងដែរហើយពេលនោះក៏មានរ៉ូបតមួយក៏បានមកតេស្តខាងកម្លាំងវិញ្ញាណរបស់យីហ្វាងយើងហើយវាដឹងថាយីហ្វាងយើងមិនបង្កែពីខាងវិញ្ញាណនឹងទេហើយយីហ្វាងយើងពិតជាខូចចិត្តខ្លាំងមែនទែនហើយរ៉ែនោះប្រាប់គាត់ថាកុំអាខូចចិត្តពេកឯងនៅហាត់បានតាហើយវាប្រាប់ប៉ុណ្ណឹងហើយវាក៏ទៅបាត់ទៅហើយយីហ្វាងយើងពិតជាបាក់ចិត្តខ្លាំងមែនទែនហើយគាត់ក៏បានពិបាកចិត្តផងដែរហើយសាច់រឿងយើងក៏បានបញ្ចប់នៅកន្លែងនេះឯងគឺថាសម្រាប់តែបានកន្លះភាគទេក៏បានយកមកបង្ហោះតែម្ដងគឺថាចង់សាកល្បងអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចុច Subscribe នៅ Channel YouTube នេះមួយផងហើយខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ